បងប្អូនធ្លាប់ឃើញខ្វូតមួយគេនិយាយថានៅក្នុងគ្រួសារមួយតែងតែមានមនុស្សម្នាក់ដែលអាចជួយកសាងគ្រួសារពីចំណុច0រហូតដល់មានជីវភាពធូរធារពាក្យនេះគឺពិតជាមានអត្ថន័យមែនទែនហើយពិតជាចាក់ដោតដែរចំពោះមេគ្រួសារអ្នកដែលទទួលបន្ទុករ៉ាប់រងគ្រួសារមនុស្សបែបនេះជាមនុស្សដែលគេមើលឃើញថារឹងមាំក៏ប៉ុន្តែនៅក្រោយខ្នងវិញគឺពោរពេញទៅដោយភាពហត់នឿយនិងសម្ពាធហើយមនុស្សបែបនេះក៏អត់សូវចូលចិត្តបង្ហាញភាពទន់ខ្សោយរបស់ខ្លួនដែរពីព្រោះគាត់ដឹងថាគ្រប់ដង្ហើមចេញចូលរបស់សមាជិកគ្រួសារគឺត្រូវពឹងផ្អែកលើគាត់ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកគឺជាមនុស្សដែលរឹងមាំមនុស្សដែលពូកែហើយត្រូវតែមានមោទកភាពនៅលើខ្លួនឯងយ៉ាងណាមិញការយកចិត្តទុកដាក់និងមានទំនួលខុសត្រូវចំពោះគ្រួសារគឺជារឿងដែលត្រូវតែគិតក៏ប៉ុន្តែរឿងមួយទៀតដែលត្រូវតែគិតដូចគ្នាគឺការគិតគូរអំពីខ្លួនឯងពីព្រោះបងប្អូនត្រូវដឹងថាផ្ទះមួយដែលរឹងមាំត្រូវតែមានគ្រឹះរឹងមាំដូច្នេះមេគ្រួសារអ្នកដែលរ៉ាប់រងទទួលបន្ទុកគ្រួសារត្រូវតែគិតពីខ្លួនឯងហើយវាក៏មិនមែនជារឿងដែលអាត្មានិយមដែរក៏ប៉ុន្តែគឺជាការគិតគូរទៅដល់អនាគតគ្រួសារពីព្រោះយើងអត់បានដឹងទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងហើយក៏មិនមានសញ្ញាណណាមួយមកដាស់តឿនយើងដែរប្រសិនបើជាមេគ្រួសារជួបនឹងហេតុការណ៍ណាមួយធំដុំនោះគ្រួសារទាំងមូលប្រកាសជាដួលដូច្នេះមេគ្រួសារដែលឆ្លាតវៃគឺជ្រើសរើសយកខែលការពារទី2នោះគឺការជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រងដូច្នេះក្រុមហ៊ុនធានារ៉ាប់រងដែលអាចទុកចិត្តបានមានប្រភពនិងមានប្រវត្តិច្បាស់លាស់នៅប្រទេសកម្ពុជានោះគឺក្រុមហ៊ុន Royal Group Life Insurance ក្រុមហ៊ុន Royal Group Life Insurance គឺជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជានិងជាក្រុមហ៊ុនបត់សម្ព័ន្ធរបស់ក្រុមហ៊ុន Royal Groupក្រុមហ៊ុនមួយនេះត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរដើម្បីប្រជាជនកម្ពុជានិងបានការពារហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាអស់រយៈពេលជាង14ឆ្នាំហើយពួកយើងនៅតែបន្តការការពារសុវត្ថិភាពហិរញ្ញវត្ថុសន្តិភាពផ្លូវចិត្តនិងភាពរីកចម្រើនរបស់ប្រជាជនកម្ពុជាក្រុមហ៊ុន Royal Group Life Insurance សុវត្ថិភាពថ្ងៃនេះកាន់តែរឹងមាំនៅថ្ងៃស្អែក